Nah, kena chia tầm bốn xôm cái thầy cũng đào cái này còn chọn bóng đã xôm thưa cái đọc an đầu con ôn đó đây nàyក្នុងgroupនេះនៅក្នុង slide នេះខ្ញុំកណាជាបាទសូមលើកយកជាទស្សនៈមួយនៅក្នុងSuper Sangha Talks បាទ Super Sangha Talks នៅ part 1នៅក្នុង Super Sangha Talks part 1 ដោយលោកអាចារ្យឆាក៏បានលើកឡើងនៅក្នុងចំណុចមួយពាក់ព័ន្ធជាមួយនឹងcomprehension ឬក៏ discussion បាទ discussion ចឹងនៅក្នុងអត្ថបទនេះដោយលោកលើកឡើងមកជាភាសាអង់គ្លេសដោយមានចបទថា if we just listen to the Dharma teaching but don't practice we launch a ladle in a pot of soup every day the ladle is in the pot but he doesn't know the taste of the soup. Now you must contemplate and meditate បាទនេះគឺជាអត្ថបទដែលនៅក្នុងunit 1នៅក្នុង Super Sangha Talks part 1ចឹងយើងមើលនៅកន្លែងនេះលោកបានពន្យល់ប្រៀបធៀបបាទពន្យល់ប្រៀបធៀបដើម្បីឲ្យយើងធ្វើការស្វែងយល់if we just listen to the Dharma teaching but don't practice បាទអញ្ចឹងលោកថាម៉េចគឺថាប្រសិនណាបើយើងគ្រាន់តែស្ដាប់គ្រាន់តែស្ដាប់ដោយការបង្រៀនធម៌ការបង្រៀនធម៌Dhamma យើងប្រែថាធម៌បាទ Dhamma នេះយើងប្រែថាព្រះធម៌ឬក៏ធម៌ Dhamma teaching បាទ teaching យើងប្រែថាការបង្រៀន teaching បាទ teaching នេះប្រែថាការបង្រៀន teaching ការបង្រៀនបាទរីឯlisten បាទ listen នេះយើងប្រែថាស្ដាប់បាទ if we just listen to the Dhamma teaching Dhamma teaching ប្រសិនណាបើយើងគ្រាន់តែស្ដាប់ចំពោះការបង្រៀននៅព្រះធម៌ but don't practice បាទ but don't practice ក៏ប៉ុន្តែយើងមិនបានប្រតិបត្តិតាម practice បាទ practice នេះបើយើងប្រែជាន័យធម្មតាយើងប្រែថាអនុវត្តប៉ុន្តែនៅក្នុងន័យនេះយើងប្រែថាការប្រតិបត្តិការបដិបត្តិអីយ៉ាងទៅបាទអូខេប៉ុន្តែមិនបានបដិបត្តិតាម we launch a ladle in a pot of soup អញ្ចឹងលោកពន្យល់ថាម៉េចលោកពន្យល់ថាយើងប្រៀបបាន launch នេះបើយើងជាកិរិយាសព្ទប៉ុន្តែទីនេះវាដើរតួជា preposition បាទ launch យើងប្រើថាប្រៀបដូចជាឬក៏ដូចជាយ៉ាងណាបាទក្នុងការប្រៀបធៀបយើងប្រៀបបានដូចជាវែកបាទវែកបាទ ladle ladle នេះយើងប្រែថាវែកប្រៀបបានដូចជាវែកយើងប្រៀបបានដូចជាវែកដែលនៅក្នុងឆ្នាំងសម្លអូខេចឹងយើងមើលពាក្យ a pot of soup បាទ a pot of soup នេះយើងប្រែថាឆ្នាំងសម្លបាទឆ្នាំងសម្លអញ្ចឹងយើងប្រៀបបានដូចជាវែកដែលនៅក្នុងឆ្នាំងសម្លបាទដែលនៅក្នុងឆ្នាំងសម្លដែលយើងប្រៀបបានដូចជាវែកដែលនៅក្នុងឆ្នាំងសម្លអញ្ចឹងនៅក្នុង paragraph ទី2លោកពន្យល់បន្ថែមថាម៉េច every day the ladle is in the pot បាទជារៀងរាល់ថ្ងៃវែកដែលនៅក្នុងឆ្នាំងសម្ល but it doesn't know the taste of the soup ក៏ប៉ុន្តែវែកបាទ it នេះគឺវាជា subject pronoun គឺជំនួសឲ្យ ladle បាទជំនួសឲ្យវែកនេះឯង it បាទ it នេះគឺជំនួសឲ្យ ladle គឺជំនួសឲ្យវែក
ក៏ប៉ុន្តែវាមិនបានស្គាល់ no ស្គាល់បាទប៉ុន្តែវាមិនបានស្គាល់នៅរសជាតិនៃទឹកសម្លទេបាទ taste បាទ taste នេះយើងប្រែថារសជាតិឬក៏ឲ្យជារសបាទ taste វាគឺជារសជាតិឬក៏យើងប្រែទៅប្រែថាឲ្យជារសក៏បានយើងប្រែថារសជាតិក៏បានដែរបាទណាដោយមិនបានដឹងដែលមិនបានដឹងបាទឬក៏មិនបានស្គាល់អីមិនបានដឹងដោយពុំបានដឹងអំពីរសជាតិនៃសម្លទេបាទនៃសម្លទេអូខេអញ្ចឹងនៅក្នុងន័យនេះលោកពន្យល់សង្ខេប inclusion នៅខាងក្រោមមួយបន្ទាត់លោកវាថាម៉េច you must contemplate and meditate បាទពាក្យ contemplate យើងប្រែថាពិចារណាបាទពិចារណាហើយពាក្យថា meditate នៅទីនេះយើងប្រែថាគិតបាទគិត you must contemplate and meditate ចឹងនៅក្នុងប្រយោគខាងក្រោមនេះលោកបានបញ្ជាក់ថាម៉េចអ្នកត្រូវតែពិចារណាហើយនឹងគិតបាទហើយនឹងគិតត្រូវតែពិចារណាហើយនឹងគិត Okay and so everyone and if now you learning the Dharma you reading the Dharma but you don't practice you don't follow the Dharma teaching okay we like a ladle we like a ladle in a pot of soup okay so everyone every day if you read the books but you don't practice yeah if you listen the Dhamma but you don't practice okay so everyone you like a ladle okay it's the meaning that he want to explain you in this trick okay from Ajahn Chah okay it's the church in unit 1 in unit 1 in Sangha Talk part 1 okay so he want to explain you if you listen to the Dharma teaching you should or you must practice or follow by his teaching okay thank you venerable and thank you everyone if you like please you like comment and share okay thank you